ប្រទេសទាំង5ដែលមានកងកម្លាំងយោធាមានឥទ្ធិពលបំផុតនៅលើពិភពលោកខាងក្រោមនេះគឺជាប្រទេសដែលមានកងកម្លាំងយោធាមានឥទ្ធិពលបំផុតនៅលើពិភពលោកចង់ដឹងថាមានប្រទេសណាខ្លះតើយើងទៅតាមដានទស្សនាទាំងអស់គ្នាទី1សហរដ្ឋអាមេរិករក្សាតំណែងកម្ពុជារបស់ខ្លួនជាមហាអំណាចយោធាធំជាងគេលំដាប់ថ្នាក់ទី1នៅក្នុងពិភពលោកប្រទេសនេះមានកងកម្លាំងដែនអាកាសច្រើនមហិមាដែលក្នុងនោះមានយន្តហោះចម្បាំងចំនួន2085គ្រឿងនិងឧទ្ធម្ភាគចក្រវាយប្រហារចំនួន967គ្រឿងយន្តហោះដឹកជញ្ជូន945គ្រឿងនិងយន្តហោះបេសកកម្មពិសេសចំនួន742គ្រឿងលើសពីនេះអាមេរិកមានរថយន្តហោះយោធាចំនួន39253គ្រឿងនិងនាវាពិឃាត91គ្រឿងនិងនាវាដឹកយន្តហោះចំនួន20គ្រឿងនិងមានទាហានយោធាសកម្មចំនួន140,000 នាក់ទី2រុស្ស៊ីជិតចំណាត់ថ្នាក់លេខ2បន្ទាប់ពីអាមេរិកក្នុងវិស័យកងកម្លាំងយោធាដោយមានរថក្រោះច្រើនជាងគេបំផុតចំនួន12,950 គ្រឿងគឺច្រើនជាងអាមេរិកទ្វេដងនិងមានទាហានយោធាសកម្មចំនួន1,13628 នាក់និងទទួលបញ្ជាយន្តហោះយោធាចំនួន27,038គ្រឿងនិងមានកាំភ្លើងធំចំនួន6,083រួមទាំងជើងបាញ់កាំជ្រួចមីស៊ីល3,860គ្រឿងដោយឡែកចំពោះកងកម្លាំងដែនអាកាសរុស្ស៊ីមានយន្តហោះចម្បាំងចំនួន873គ្រឿងនិងឧទ្ធម្ភាគចក្រវាយប្រហារ331គ្រឿងហើយសម្រាប់កងទ័ពដែនទឹករុស្ស៊ីមាននាវាមួយទឹកចំនួន62គ្រឿងនិងនាវាចម្បាំងចំនួន48គ្រឿងទី3ប្រទេសចិនមហាអំណាចកុម្មុយនីសចិនជាតំណែងថ្នាក់លេខ3ដែលមានទាហានយោធាសកម្មប្រមាណជា2,183,000 នាក់ច្រើនជាងគេនៅលើពិភពលោកនិងមាននាវាមួយទឹកចំនួន74គ្រឿងកងនាវាច52គ្រឿងនិងនាវាពិឃាត36គ្រឿងចំណែកកងទ័ពដែនគោកវិញចិនមានយន្តហោះយោធាចំនួន33,000គ្រឿងនិងរថក្រោះចំនួន3,500គ្រឿងដោយឡែកកងទ័ពអាកាសរបស់ចិនរួមមានយន្តហោះចម្បាំង1232គ្រឿងនិងឧទ្ធម្ភាគចក្រវាយប្រហារចំនួន281គ្រឿងទី4ប្រទេសឥណ្ឌាបានជិតចំណាត់ថ្នាក់លេខ4ដែលមានប្រជាជនប្រមាណ1,444,000 នាក់កំពុងបម្រើការយ៉ាងសកម្មនៅក្នុងវិស័យកងកម្លាំងយោធារបស់ខ្លួនឥណ្ឌាជាប្រទេសដែលកំពុងអភិវឌ្ឍក៏បានស្ថិតនៅក្នុងចំណោមប្រទេសដែលនៅមុខគេលើពិភពលោកក្នុងវិស័យនេះផងដែរដោយក្នុងនោះមានឥណ្ឌាមានរថក្រោះចំនួន4,292គ្រឿងនិងកាំភ្លើងធំចំនួន4,060គ្រឿងនិងយន្តហោះចម្បាំងចំនួន38គ្រឿងចុងក្រោយគេទី5ប្រទេសជប៉ុនបានជិតចំណាត់ថ្នាក់លេខ5ដែលមានទាហានយោធាសកម្មប្រមាណជាង2,47,160 នាក់និងមានយន្តហោះបេសកកម្មពិសេសចំនួន152គ្រឿងទីឯកនាវាជើងទឹកវិញជប៉ុនមាននាវាពិឃាតចំនួន40គ្រឿងទន្ទឹមនឹងនោះជប៉ុនក៏មានរថយន្តយោធាចំនួន3,130គ្រឿងនិងរថក្រោះចំនួន1,004គ្រឿងនិង
ឧទ្ធម្ភាគចក្រវាយប្រហារចំនួន119គ្រឿងសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់